មុំបីអាហ្នឹងគឺសូមលោកជំទាវអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិននេះជាអាខៀវនេះផ្លូវដែលបានសិក្សារួចហើយអាក្រហមជាប់គ្រានេះអាហ្នឹងគឺបានធ្វើរួចហើយអាចុចនេះអាហ្នឹងកំពុងតែធ្វើក្នុងហ្នឹងក៏ត្រូវចងចាំថានៅខាងក្រោមបន្តពីនេះពីមេគង្គស្ពានមេគង្គក្រៅពីស្ពានសេកុងនៅខាងលើយើងមានស្ពានមេគង្គនៅខាងក្រោមតែមុនទៅដល់ស្ពានមេគង្គបេតមៈត្រូវមានស្ពានពីរបន្ថែមទៀតដែលមានស្ថិតនៅក្នុងគម្រោងនៃការសាងសង់គឺស្ពានឆ្លងកាត់ទន្លេមេគង្គនៅទីរួមខេត្តកញ្ចេះដើម្បីតភ្ជាប់ជាមួយនឹងបណ្ដាញផ្លូវទៅកាន់ខេត្តកំពង់ធំតែម្ដងហើយដែលចាក់ចម្ងាយជិតបំផុតគឺត្រូវធ្វើស្ពាននឹងមួយបន្ទាប់ទៅយើងត្រូវធ្វើស្ពានមួយទៀតនៅចន្លោះរវាងស្រុកទឹងត្រង់និងស្រុកកុយឆ្មាររបស់ខេត្តកំពង់ចាមដែលទាញយើងឲ្យកាន់តែគៀកកាន់តែជិតហើយវាផលចំណេញសម្រាប់ប្រជាពលរដ្ឋសម្បើមណាស់ផលចំណេញសម្រាប់ប្រជាពលរដ្ឋអំបញ្ញមិញលោកជំទាវអគ្គរដ្ឋទូតក៏បានលើកនៅក្នុងសម្ដីរបស់គាត់ដែលថានៅចិនមានភាសាមួយបើចង់មានឲ្យធ្វើផ្លូវឯនៅកម្ពុជាក៏មានភាសាមួយដែរមានផ្លូវគឺមានសង្ឃឹមពាក្យថាមានផ្លូវឬអត់គឺប្រែคล้ายទៅជាភាសាដ៏សាមញ្ញបំផុតរបស់ប្រជាជនកម្ពុជាដោយជាការដែលយើងទៅរកស៊ីបើរកស៊ីបានឬមិនបានគេស្រែកសួរគ្នាថាមានផ្លូវឬអត់បើស្រែកមកថាមានផ្លូវបានសេចក្តីថាអ្នកនឹងរកស៊ីកាត់កបហើយបើសិនជាឆ្លើយមកវិញថាអត់ផ្លូវទេគឺរកស៊ីអត់កាត់កបទេអត់កាត់កបទេកូនសិស្សទៅប្រឡងក៏ដូចគ្នាដែរមានផ្លូវដែរក្មួយចាអត់មានទេបានសេចក្តីថាប្រឡងធ្លាក់មានផ្លូវទៅក្មួយបាទមានផ្លូវមានន័យថាប្រឡងជាប់ហើយអញ្ចឹងនៅទីនេះគឺមានផ្លូវគឺមានសង្ឃឹមដូច្នេះនយោបាយហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជានៅតែបន្តធ្វើហើយតាមរយៈលោកជំទាវអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន